ចាថ្ងៃនេះមកធ្វើណែមស្បែកជ្រូកញ៉ាំម្ដងខ្ញុំទៅផ្សារឃើញស្បែកជ្រូកល្អៗពេកក៏ទិញស្បែកជ្រូកមកកន្លះគីឡូមិនដឹងថាយកមកធ្វើអីក៏នឹកឃើញថាអូធ្វើណែមស្បែកជ្រូកញ៉ាំហ្មងទៅដំបូងដាក់ដាំទឹកហើយដាក់អំបិលមកច្បិចមកស្ងោរស្បែកជ្រូកយើងប្រហែលជា10ទៅ15នាទីបានហើយបន្ទាប់មកស្រង់វាយកមកត្រាំទឹកត្រជាក់ហើយយកវាមកហាន់ជាសរសៃស្ដើងបុកខ្ទឹមស100ក្រាមបន្ទាប់មកដាក់សាច់ជ្រូកច្រាំនឹង500ក្រាមដាក់អំបិល1ស្លាបព្រាបាយស្ករស1ស្លាបព្រាកាហ្វេហើយនិងម្សៅស៊ុប1ស្លាបព្រាកាហ្វេយើងបុកអញ្ចឹងទៅជួយឲ្យសាច់វាស្អិតហើយស្វិតជាប់គ្នាល្អនៅពេលដែលវាក្លាយជាណែមយកសាច់ជ្រូកដែលយើងបានបុករួចហើយនឹងយកមកលាយជាមួយនឹងស្បែកជ្រូក300ក្រាមហើយនឹងបាយត្នោត100ក្រាមបើសិនបើអត់មានបាយត្នោតទេយើងដាក់បាយធម្មតាយើងក៏បានដែរច្បល់លាយវាឲ្យសព្វល្អមកបន្ទាប់មកយើងពូនវាជាដុំដើម្បីងាយស្រួលដាក់នៅក្នុងថង់ស្បែកជ្រូកខ្ញុំហាន់មិនសូវជាសរសៃល្អិតប៉ុន្មានទេបើសិនបើបងប្អូនហាន់បានល្អិតជាងនឹងកាន់តែល្អធ្វើរួចហើយបើសិនបើបងប្អូនមានស្លឹកចេកខ្ចប់ជាមួយស្លឹកចេកទៅតែខ្ញុំថ្ងៃនេះមានស្លឹកចេកទេអញ្ចឹងខ្ញុំច្រកថង់ទាំងអស់បាន8ថង់ច្រករួចហើយច្បាច់យកខ្យល់ចេញអស់មកណាបងប្អូនបន្ទាប់មករឹតសកត់វាឲ្យណែនហើយចងកៅស៊ូវារួចជាការស្រេចធ្វើរួចហើយបងប្អូនទុកវាចោលនៅក្នុងសីតុណ្ហភាពធម្មតាកុំដាក់ចូលនៅក្នុងទូទឹកកកពេលដែលណែមយើងចាប់ផ្ដើមជូរចាំយើងយកវាទៅក្លាសេនៅក្នុងទូទឹកកកបងប្អូនដែលចូលចិត្តជូរតិចទុកត្រឹម1ថ្ងៃញ៉ាំបានហើយតែបើបងប្អូនចូលចិត្តរៀងជូរខ្លាំងទុក2ថ្ងៃទៅតែមិនយកមកញ៉ាំឆៅចឹងទេណាបងប្អូនយកវាទៅអាំងសិនឬមួយក៏ដុតនៅក្នុងអូវ៉ែនក៏បានដែរខ្ញុំចូលចិត្តរៀងជូរបន្តិចបងប្អូនចឹងណែមនេះខ្ញុំទុក2ថ្ងៃបើខ្ញុំយកវាមកអាំងញ៉ាំហើយបើបានតំណប់ជាមួយទឹកសក់មួយជីទៀតនិយាយពីថាត្រូវធៀបគ្នាណាបងប្អូនអើយឆ្ងាញ់មែនទែន